បរិយាកាសបែបនេះ breakfast ក្នុង app ផឹកកាហ្វេក្នុងពពកខ្ញុំក៏ជឿដែរថាអ្នកទាំងអស់គ្នាក៏ចូលចិត្តបរិយាកាសបែបនេះដូចខ្ញុំដែរដែលបរិយាកាសមួយនេះគឺមិនឆ្ងាយពីទីក្រុងភ្នំពេញប្រហែលនោះទេគឺយើងធ្វើដំណើរតែ2ម៉ោងជាងគឺយើងបានមកដល់កន្លែងនេះហើយហើយបរិយាកាសទាំងអស់នេះគឺមាននៅឧទ្យានជាតិគិរីរម្យកុំឲ្យខាត់ពេលយូរតោះយើងទៅទស្សនាវីដេអូពេញទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយវីដេអូថ្មីទៀតហើយផ្លូវធ្វើដំណើរគឺខ្ញុំអត់និយាយច្រើនទេព្រោះវីដេអូនេះគឺខ្ញុំតពីទឹកធ្លាក់អូកូគីគឺយើងចេញពីទឹកធ្លាក់ហ្នឹងទៅគឺយើងឡើងទៅគិរីរម្យអញ្ចឹងអ្នកណាខ្លះដូចខ្ញុំឲ្យតែអដៅវស្សាធ្លាក់ភ្លៀងមេតិចជីគឺនឹកតែតំបន់ព្រៃភ្នំតំបន់ទឹកធ្លាក់ឯងអាកាសធាតុបែបនេះគឺនៅគិរីរម្យគឺពិតជាស្រស់ស្រាយមែនទែនបងប្អូននិយាយពីថាជិះម៉ូតូជួបទេសភាពចេះដើមឈើត្រង់ស្អាតដូចនៅគិរីរម្យនេះគឺថតរូបអត់ចេះចិនណាយបងប្អូនរាប់ពាន់ប៉ុស្តិ៍បើថាវីដេអូវិញចង់កាំងទូរស័ព្ទហើយគិរីរម្យនេះគឺខ្ញុំខានមកយូរមែនតើបងប្អូនប្រហែលជាចូលចង់2ឆ្នាំណាហើយឥឡូវនេះគឺមានអារម្មណ៍ថាគឺអាប់ដេតច្រើនមែនតើភ្ញៀវទេសចរមកឡើងពេញស្ទះផ្លូវដោយហែកឋិនអញ្ចឹងហើយខ្ញុំបានមកដល់ resort ហើយយប់នេះដែរគឺយើងគេងនៅរំដួល resort បងប្អូនដោយសារយើងមកយ៉ាងរសៀលដែរហើយយើងក៏រកកន្លែង check in គេងអញ្ចឹងរំដួល resort នេះគឺពិតជាធំមែនតើនៅពេលដែលយើងមកដល់យើង check in មានកន្លែងអង្គុយ welcome dream ហើយក៏គាត់មានពពួកលម៉ឡានអគិសនីជូនយើងទៅតាមបន្ទប់បងប្អូនយកអីវ៉ាន់មកច្រើនមិនបាច់ភ័យទេគឺគាត់ជូនទៅដល់បន្ទប់តែម្ដងហើយនេះគឺជាបន្ទប់ដែលខ្ញុំស្នាក់នៅយប់ហ្នឹងបងប្អូនបន្ទប់ក្រែ2ចូលមកគឺ clean ស្រស់ស្អាតមែនតើការដេកការរៀបចំអីជាពិសេសគឺយើងដេកមើលមេឃមើលផ្កាយទេបងប្អូនចំណែកឯបន្ទប់ទឹកវិញគឺបែប outdoor ងូតទឹកមើលព្រៃមើលដើមស្រល់មើលអីចឹងយូមចូលមកការដេកអីបែបធម្មជាតិហើយតិចស្រេបតែម្ដងនេះគឺជាទស្សនវិជ្ជាពេលយប់គឺពិតជាតិចមែនតើបងប្អូនមកអង្គុយជុំគ្នាអាំងភ្លើងមេឃចេះជីអីអែមែនតើបងប្អូនហើយនៅលើនេះខ្ញុំអាចនិយាយបានថា full option បារហើយនៅលើនេះអីក៏មានដែរម៉ាត restaurant អីគឺមានមកចប់តែម្ដងបើថាអ្នកទាំងអស់គ្នាអត់ចង់គេង resort អីយើងចង់បោះតង់បោះអីហ្នឹងក៏បានដែរនៅនេះគឺពិតជាធំមែនតើព្រោះមិនតែមាន resort រំដួលហ្នឹងទេមានលំហែមានលំហើយមានឧឈានបោះតង់គឺនៅជាប់គ្នាហ្នឹងគ្រាន់តែវារឿងឆ្ងាយពីគ្នាដែរយើងដើរទៅហើយក៏មានកន្លែងញ៉ាំសាច់អាំងសាច់គោឡើងភ្នំនិយាយទៅមានបារមានអីអាងហែទឹកគឺ full option តែម្ដងក្រោយពីដើរលេងថតរូបថតអីរួចយើងក៏មកកន្លែងបន្ទប់យើងញ៉ាំអីបងប្អូននេះយើងក៏មកសាច់អាំងជាឈុតមកគាត់មានបុគ្គលិកគាត់រៀបចំឲ្យយើងអញ្ចឹងហើយបរិយាកាសជាក់ជាបងប្អូនញ៉ាំសាច់អាំងហុយហត់ស៊ុបក្តៅអីជាតិមែនតើបងប្អូនហើយនេះបរិយាកាសនៅក្នុងរំដួល resort នេះពេលព្រឹកបងប្អូនបើកភ្នែកមកមានអាប់មានអាលឹមតិចខ្យល់បោះមកតិចពិតជាស្រស់ស្រាយមែនតើបងប្អូនយូរយើងបានលំហែកាយម្ដងមកជួបទស្សនវិជ្ជាបែបនេះមានអារម្មណ៍ថាស្រស់ស្រាយអស់ទុក្ខកង្វល់ហ្មងសម្រាប់អ្នកចូលចិត្តបរិយាកាសបែបតិចចុះអាប់អីមកគិរីរម្យនេះគឺមិនខកបំណងទេដឹងតាពេញចិត្ត 100% បណ្ដោយសម្រាប់ការស្នាក់នៅ resort នេះដែរព្រឹកឡើងគេមាន including ជាមួយនឹង breakfast បងប្អូនចំពោះ breakfast អីគឺមានច្រើនមែនតើមានតាំងពីនំប៉័ងកាទៀវអ្នកសល់ហាយពីយប់អីមកហត់កាទៀវបបរសក្តៅអីជាតិហ្មងសំខាន់បងប្អូន restaurant ដែលយើងអង្គុយញ៉ាំអីហ្នឹងគឺដូចយើងញ៉ាំអីនៅក្នុងអាប់នៅក្នុងពពកអញ្ចឹងនិយាយពីថាបរិយាកាសអាប់អីបក់មកភីលងឹតឈឹងមើលគ្នាអត់ចង់ឃើញអារម្មណ៍មួយនេះគឺពិតជាស្រស់ស្រាយមែនតើអាហារពេលព្រឹករួចយើងក៏ទៅកន្លែងកាហ្វេបងប្អូននិយាយពីកន្លែងកាហ្វេនេះវិញដូចយើងអង្គុយផឹកកាហ្វេក្នុងពពកនិយាយពីល្ងឹតឈឹងមើលគ្នាអត់ចង់ឃើញហ្មងនៅចិត្តគ្នាបកើយកាហ្វេគេធ្វើលយទៅខាងជ្រុះអញ្ចឹងហើយពពកអាប់អីគឺមានរហូតហ្មងវិលជុំញ៉ាំកាហ្វេញ៉ាំអីរួចយើងបន្តដំណើរទៅខាងលំហែបងប្អូននិយាយពីកន្លែងហ្នឹងសម្បូរប្លង់ថតរូបមែនតើដូចប្លង់នេះអីខ្ញុំស្រឡាញ់ប្លង់ហ្នឹងជាងគេមានដើមឈើត្រង់ហើយចុះអាប់ហើយមានផ្ទះជាជួរអញ្ចឹងយីរួមថតទៅគឺមួយប្លង់ណាក៏ស្អាតដែរបងប្អូនទៅកុំភ្លេចធៀមកៅអៅធៀមរ៉ូបមានសង្សារឈូតអីពាក់រ៉ូបឈូតអីថតអែហ្មងសម្រាប់បងប្អូនចូលចិត្ត vibe បែបធម្មជាតិចុះអាប់ព្រៃឈើអញ្ចឹងគឺចិត្តទីក្រុងភ្នំពេញជាងគេខ្ញុំគិតថាគិរីរម្យនេះហើយមានដំណើរកម្សាន្តចុងសប្តាហ៍ត្រឹមសៅរ៍អាទិត្យអីកុំភ្លេចគិរីរម្យចិត្តមែនតើជិះតែ2ម៉ោងគឺមកដល់ហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរជួបគ្នានៅវីដេអូក្រោយៗទៀតបាយ